ថ្ងៃនេះខ្ញុំដើរផ្សារឃើញគេលក់កំពឹសល្អហើយអញ្ចឹងហើយក៏សម្រេចចិត្តថាយកកំពឹសហ្នឹងយកមកចៀនជាមួយនឹងម្សៅញ៉ាំបែបស្រួយអញ្ចឹងចុចជាមួយទឹកម្រេចឆ្ងាញ់មែនអ្នកគ្នាហើយណាមួយកំពឹសចៀននេះឥឡូវពិបាករកញ៉ាំមែនតើនៅតាមផ្សារអីគេលេងមានលក់ហើយអញ្ចឹងមានតែយើងមករៀនធ្វើខ្លួនឯងអញ្ចឹងវិញហើយរបៀបធ្វើហ្នឹងក៏ងាយស្រួលធ្វើខ្ញុំទិញកំពឹសនៅផ្សារចំនួន3ខាំបានធំល្អមែនតើអ្នកគ្នាយកមកបំពងឆ្ងាញ់សាហាវកំពឹសចៀននេះងាយស្រួលធ្វើដោយសារតែខ្ញុំមានរបស់ពិសេសនោះគឺម្សៅបំពងស្រួយអាជីណូម៉ូតូពេលដែលបងប្អូនយកទៅបំពងមិនបាច់ចាំបាច់លីគ្រឿងផ្សំអីញ៉ៃច្រើនទេដោយសារតែម្សៅបំពងស្រួយអាជីណូម៉ូតូនៅក្នុងមួយកញ្ចប់ហ្នឹងគេលីគ្រឿងផ្សំឲ្យស្រេចហ្មងមិនបាច់ចាំបាច់ញ៉ៃដាក់អំបិលស្ករប៊ីចេងអីទេហើយម្សៅបំពងស្រួយអាជីណូម៉ូតូមានពីររសជាតិគឺរសជាតិហឹរនិងរសជាតិខ្ទឹម្រេចប៉ុន្តែថ្ងៃនេះខ្ញុំយកម្សៅបំពងស្រួយរសជាតិហឹរដើម្បីយកមកចៀនជាមួយនឹងកំពឹសយើងម្សៅបំពងស្រួយអាជីណូម៉ូតូជាម្សៅបំពងដែលលីគ្រឿងទេសរសជាតិស្រេចមានរសជាតិល្មមឈ្ងុយឆ្ងាញ់ហ្មងពេលដែលយើងធ្វើមិនបាច់លីគ្រឿងផ្សំអីញ៉ៃច្រើនទេហើយងាយស្រួលបំពងនិងស្រួយឆ្ងាញ់ខ្លាំងបងប្អូនសម្រាប់ម្សៅបំពងស្រួយមួយកញ្ចប់យើងអាចលីជាមួយទឹក160មីលីលីត្រឬក៏បរិមាណសមល្មមអាចបំពងបន្លែឬក៏សាច់នឹងបានចំនួន1គីឡូសម្រាប់កំពឹស3ខាំនេះខ្ញុំប្រើម្សៅបំពងស្រួយអាជីណូម៉ូតូរសជាតិហឹរមួយកញ្ចប់ហើយនឹងទឹកចំនួន160មីលីលីត្របន្ទាប់មកទៀតខ្ញុំធ្វើការដាក់ជាមួយនឹងកំពឹសដែលខ្ញុំកាត់ក្បាលកាត់អីស្អាតហើយបងប្អូនយើងយកមកចាក់ចូលជាមួយនឹងម្សៅដែលយើងលីហើយមុនហ្នឹងណាធ្វើនេះគឺថាផ្លាច់ជាងគេមកដោយសារតែខ្ញុំប្រើកំពឹសធំមកពេលគេធ្វើលក់គេដាក់កំពឹសទូចគេអត់សូវមានសាច់ញ៉ាំមកប៉ុន្តែដល់ពេលធ្វើខ្លួនឯងអញ្ចឹងកុំរិះថាមទាំងអាធំអញ្ចឹងយកមកបំពងមកឆ្ងាញ់សុទ្ធតែសាច់ហ្មងហើយឆ្ងាញ់ចាទូចឆ្ងាយយើងប្រើប្រេងឆារៀងច្រើនតិចបងប្អូនចាក់វាឲ្យច្រើនអញ្ចឹងមកទុកវារៀងឡើងក្តៅចាំយើងយកកំពឹសរបស់យើងនោះទៅបំពងយើងបំពងម្ដងតាមមួយវេកទេណាគ្នាខ្លាញ់យើងក្តៅល្មមហើយយើងចាក់វាចូលមកណាហើយវេកវាអញ្ចឹងមកខ្លាញ់យើងតទៅរៀងក្តៅដែរបើមិនអញ្ចឹងទេចាក់កំពឹសយើងចូលទៅដឹងតែបូតខ្លាញ់ពេញនោះសិនបើបងប្អូនចង់ឲ្យកំពឹសយើងរត់តែស្រួយហើយស្ដើងញ៉ាំទៅឆ្ងាញ់ចាក់ម្ដងតែកន្លះវេកក៏បានដែរវាបានរៀងធំផងហើយបានស្ដើងការចេញកំពឹសហ្នឹងបងប្អូនកុំប្រើភ្លើងខ្លាំងពេកប្រើភ្លើងល្មមបានដែរដើម្បីឲ្យវាឆ្អិនសព្វសាច់គ្នាល្អតែប្រើភ្លើងខ្លាំងហ្នឹងឆាប់ខ្លោចហើយវាឆ្អិនអត់សព្វសាច់គ្នាអញ្ចឹងយើងចៀនដាក់ភ្លើងតិចបានហើយបងប្អូនកំពឹសយើងតែ3នាទីអីហ្នឹងវាឡើងក្រៀមហើយបងប្អូនប្រែត្រឡប់វាទៅមើលតែប៉ុណ្ណឹងក៏ដឹងតែកំពឹសយើងស្រួយដែរណៅគ្នានេះដងតំណងញ៉ាំហ្មងមានម្សៅបំពងស្រួយអាជីណូម៉ូតូនៅផ្ទះងាយស្រួលធ្វើម្ហូបមែនតែនជាពិសេសនោះគឺម្ហូបបំពងនេះឯងកំពឹសចៀនរបស់យើងគឺឆ្អិនបដាហើយបងប្អូនស្រង់វាទុកមួយឡែកសិនទៅដើម្បីឲ្យកំពឹសចៀនរបស់យើងនោះវាស្រក់ខ្លាញ់បានល្អហើយកំពឹសដែលយើងសល់តែប្រមាណហ្នឹងយកវាមកចៀនតអស់ណាបងប្អូនយើងធ្វើអញ្ចឹងតតែមកតអស់កំពឹសរបស់ខ្ញុំឲ្យតែធ្វើម្ហូបអីតាក់ទងនឹងបំពងខ្ញុំមិនដែលភ្លេចប្រើជាមួយនឹងម្សៅបំពងស្រួយអាជីណូម៉ូតូទេព្រោះរសជាតិគេគឺថាល្មមឆ្ងាញ់ហ្មងប្រើជាមួយរសជាតិហឹរបែបនេះទៀតនិយាយថាត្រូវជាមួយនឹងកំពឹសចៀនយើងមិនហើយប្រសិនបើបងប្អូនចង់ដឹងពីព័ត៌មានបន្ថែមឬក៏ទិញផលិតផលសូមចូលទៅកាន់ទំព័រ Facebook Page អាជីណូម៉ូតូ Cambodia ដែលខ្ញុំបានដាក់ខាងលើនេះកំពឹសចៀនបែបស្រួយអញ្ចឹងញ៉ាំជាមួយនឹងទឹកម្រេចត្រូវគ្នាមែនតើដាក់មួយម៉ាត់ណាក៏ស្រួយខ្ញោកដែរញ៉ាំទៅនឹងស្រួយសំខាន់ណាស់រសជាតិគេហឹរតិចនិយាយទៅល្មមហ្មងរសជាតិវីដេអូធ្វើកំពឹសចៀនរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងឯងបងប្អូនក៏អាចសាកយកទៅរៀនធ្វើនៅផ្ទះខ្លួនឯងបានដែរណាអរគុណច្រើនបាយជម្រាបលា